សួស្តីបងប្អូនទាំងអស់គ្នាចា៎ថ្ងៃនេះគឺខ្ញុំចង់បង្ហាញអំពីរបៀប download ខ្មែរ keyboard នៅក្នុងទូរស័ព្ទដៃរបស់យើងចា៎សម្រាប់បងប្អូនប្រើ Android user ក៏អាចប្រើបាន iOS ក៏ប្រើបានដូចគ្នាចា៎អញ្ចឹងគឺដំបូងគឺយើងនឹងចូលទៅ download app យើងតាម Play Store សម្រាប់បងប្អូនប្រើ iOS គឺចូលតាម App Store ហើយយើងនឹងចុច search ចា៎ហើយយើងចុច search ខ្មែរ keyboard ចា៎យើងនឹងឃើញច្រើនមែនតើឃើញច្រើន app ប៉ុន្តែយើងនឹងចូលខ្មែរ Smart Keyboard ចាយើងនឹង install ខ្មែរ Smart Keyboard ហើយបន្ទាប់ពី install ហើយចានេះខ្ញុំបាន install ហើយអញ្ចឹងយើងចុច open ចានៅពេលដែលយើងចុច open គឺនឹងយើងគេប្រាប់ពីរបៀបបញ្ចូលក្តារចុចដាក់ប្រើប្រាស់អញ្ចឹងណាអញ្ចឹងយើងចុចបញ្ចូលក្តារចុចចានៅពេលដែលយើងអត់ទាន់បានបញ្ចូលក្តារចុចណាអានេះវា turn off អញ្ចឹងយើងគាត់ចុច turn on ហ្នឹងហើយហើយគេបកមកកន្លែង app យើងវិញចាគេយើងដាក់ប្រើប្រាស់នៅពេលដែលយើងដាក់ប្រើប្រាស់ចាគេប្រាប់យើងនេះ Samsung keyboard ឬកម្ពុជាក្តារចុចឆ្លាតវៃអញ្ចឹងយើងអាចប្រើអានេះក៏បានតានេះអង់គ្លេសសុទ្ធទេណាតានេះយើងមានអង់គ្លេសផងចាមានអង់គ្លេសផងខ្មែរផងចាឥឡូវខ្ញុំនឹងបង្ហាញអ្នកនរគ្នារបៀបtype នៅក្នុងហ្នឹងតែម្ដងអូខេចឹងយើងនឹងចូលទៅក្នុងជា message ចឹងក៏បានដែរអូខេនៅពេលដែល message អញ្ចឹងឃើញជាភាសាអង់គ្លេសអ្នកនរគ្នាចានៅពេលដែលយើងចង់មើល keyboard យើងចុចសញ្ញា world នេះចាវាមានច្រើនមាន Samsung keyboard ហើយនឹងក្តារចុចឆ្លាតវៃហ្នឹងអញ្ចឹងបងប្អូនអាចចង់ដូរទៅជាអក្សរខ្មែរយើងគ្រាន់ slide វាមកខាងស្ដាំចាហើយយើងឃើញអក្សរទាំងអស់កខកចាខងអីចឹងទៅណាច្រើនមែនអញ្ចឹងអានេះគឺយើងអត់ចាំបាច់ចុច shift ទេគ្រាន់ថាឥឡូវបើយើងចង់បានអក្សរកណាយើងចង់បានអក្សរកដើម្បីដែលយើងត្រូវធ្វើក៏ចុចអក្សរកហ្នឹងទៅហ្នឹងហើយចេញកហើយតែយើងចង់បានអក្សរនៅខាងក្រោមនេះអ្នកទាំងអស់គ្នាឃើញទេសក់ក្រោមអក្សរកហ្នឹងណាចាយើងនឹងចុចមកក្រោមចេះគេរបៀបចុចណាចាចេញចេះឃើញទេហ្នឹងហើយយើងស្លាយមកក្រោមអញ្ចឹងប៉ុន្តែបើបងប្អូនចង់ដាក់ស្រៈចង់ដាក់ជើងចាចង់ដាក់ជើងយើងចុចកន្លែងនេះឃើញសញ្ញាលេខបូកនេះនៅចិត្តញហ្នឹងនៅខាងលើញយើងចុចសញ្ញាលេខបូកចាបន្ទាប់មកយើងនឹងដាក់ជើងឥឡូវយើងចង់ដាក់ជើងរណាយើងចុចកន្លែងនេះចាបន្ទាប់មកទៀតយើងចង់ដាក់ស្អូចាអញ្ចឹងឃើញស្អូនៅខាងក្រោមទេទាំងអស់គ្នាអញ្ចឹងយើងនឹងចុចមកខាងក្រោមដែរណាគ្រូចេញគ្រូឃើញទេចាអញ្ចឹងវាមានខាងលើខាងក្រោមនៅពេលដែលអក្សរយើងចង់បាននៅខាងលើគឺយើងគ្រាន់ចុចធម្មតាទៅហ្នឹងហើយប៉ុន្តែបើយើងចង់បានអក្សរដែលនៅខាងក្រោមគឺយើងចុចslide ខាងក្រោមឃើញស្អំហ្នឹងហើយមានស្អូស្អាសចឹងទៅស្អៀចឹងទៅហ្នឹងហើយអូខេអ្នកនរគ្នាអានេះវាមានលក្ខខ្លួននេះទៀតវាមានកន្លែងខ្លះវាមានអក្សរខ្លះលក្ខខ្លួនប៉ុន្តែមានអក្សរគ្រប់ទាំងអស់អញ្ចឹងវាងាយស្រួលមែនតើក្នុងការប្រើប្រាស់ហើយបងប្អូនចង់ប្រើជាលេខចាមាននេះចុចកន្លែងនេះទៅនេះចុចកន្លែងសញ្ញាចុច3ហ្នឹងវាបកមកសញ្ញាចុច3ហ្នឹងគឺមានច្រើនមានស្រែមានអីចឹងទៅអោលឺហ្នឹងហើយមានច្រើនសញ្ញាអីទាំងអស់មានសពគ្រប់ហ្នឹងហើយអញ្ចឹងបើយើងចង់បកមកភាសាអង់គ្លេសវិញនេះ slide មកខាងស្ដាំមកវិញមកហើយស្ដាំដូររហូតបានអត់អាចដូចSamsung keyboard ទេណាដែលយើងទៅសេមួយយើងទៅសេមួយមានន័យថាមកពាក្យមកសអញ្ចឹងហ្នឹងហើយប៉ុន្តែដល់ពេល Samsung keyboard វាវិញហ្នឹងអញ្ចឹងតែឥឡូវមកអង់គ្លេសមកខ្មែរវិញហ្នឹងហើយអញ្ចឹងនេះអ្នកនរគ្នាឃើញអាកដាលវាមានពាក្យខ្មែរហើយពាក្យមានសញ្ញាខាន់ហើយសញ្ញាសួរចាអញ្ចឹងនៅពេលដែលយើងចង់ចុចសញ្ញាសួរយើងចុចមិនហ្នឹងហើយអូខេចេញសញ្ញាសួរវាអត់ចេញអីមែនទេចេញតែ space ចឹងហើយ
ដកតែ clear ប៉ុន្តែអត់មានចេញអាហ្នឹងអញ្ចឹងមានចុចខាងចែនេះ slide មកក្រោមហ្នឹងហើយអានេះក៏ដូចគ្នា slide មកក្រោមនេះលុបអញ្ចឹងងាយស្រួលមែនតើមាន emoji ទៀតនេះណាហើយនេះសញ្ញា world ផែនដីមិញហ្នឹងដូរ keyboard ហ្នឹងហើយចឹងនិយាយទៅគឺ keyboard នេះគឺងាយស្រួលប្រើក្នុងចំណោម keyboard ដែលខ្ញុំបានប្រើទាំងអស់ហ្នឹងណាដូចខ្ញុំប្រើK keyboard អីដែរប៉ុន្តែអាការ K keyboard ហ្នឹងត្រូវការប្រើ shift ត្រូវការប្រើច្រើនដៃពីរម្រាមដៃពីរអញ្ចឹងវាច្រើនពេកអញ្ចឹងអានេះវិញស្រួលមែនតើយើងបើយើងចង់បានអក្សរកយើងគ្រាន់ចុចគាត់យើងចុះមកក្រោមចេះវាស្រួលមែនតើប៉ុន្តែសម្រាប់ keyboard មួយទៀតគឺយើងចុច shift ហើយយើងចុចអាហ្នឹងទៀតវាដូចស្តៀងទៅនឹង computer keyboard នឹងឯងហើយ computer keyboard វាធំប៉ុន្តែអានេះវាអត់ធំអញ្ចឹងដល់អញ្ចឹងទៅវាពិបាកក្នុងការថែបឲ្យលឿនណាអញ្ចឹងសម្រាប់បងប្អូនដែលគាត់ចង់ថែបអក្សរខ្មែរឲ្យបានលឿននៅក្នុងទូរស័ព្ទដៃអាច download យក app មួយនេះបានអរគុណច្រើន